Hello អ្នកនរគ្នានឹងខ្ញុំមកនិយាយពីអត្តចរិតរបស់តារានីកូលីអូហើយមូលហេតុអីបានធ្វើឲ្យគាត់ខឹងអ្នកនរគ្នាតារានីកូលីអូជាធម្មតាជាមនុស្សដែលជឿជាក់លើខ្លួនឯងអ្នកគ្នារបៀបមនុស្សមានទំនុកចិត្តលើខ្លួនឯងមនុស្សតារានីកូលីអូក៏អត់សូវតុកសិចមកអ្នកគ្នានិយាយទៅភាគច្រើនលីអូជាមនុស្សដែលរីករាយតារានីកូលីអូហ្នឹងគឺគាត់ឆាប់អន់ចិត្តនៅពេលមានអ្នកគេឥgnoreគាត់អត់ខ្វាយខ្វល់មួយគាត់អ្នកគ្នាគឺគាត់ចាប់ដើមអន់ចិត្តភ្លាមហ្មងអីដែលតារានីកូលីអូគាត់ស្អប់ខ្លាំងបំផុតអ្នកគ្នាគឺមានអ្នកគេមកប្រមាថគាត់អ្នកគ្នាគឺគាត់ខឹងខ្លាំងមែនតើហ្មងគឺគាត់តុបអត់បានទេហើយមនុស្សតារានីកូលីអូហ្នឹងគឺគាត់អត់ចូលចិត្តអ្នកគេដែលអត់ស្មោះត្រង់មួយគាត់អត់គ្រប់គាត់ហ្នឹងគឺគាត់អត់ចូលចិត្តទេអ្នកគ្នាហើយមនុស្សតារានីកូលីអូគាត់អត់ចូលចិត្តអ្នកគេមកគ្រប់គ្រងគាត់ទាំងពាក្យសម្ដីឆ្លើយអ្នកគ្នានិយាយថាមកប្រើគេហើយវាប្រើទាំងឆ្លើយអ្នកគ្នាគឺគាត់អត់ចូលចិត្តទេគឺអត់ធ្វើហ្មងអ្នកនរគ្នាសុំពាណិជ្ជកម្មតិចចាំជួយចូល follow IG ខ្ញុំម្នាក់មួយហងដោយសារតែចិត្តមានអីវ៉ាន់ស្អាតចូលសុកអីចឹងចាំជួយ follow ខ្ញុំម្នាក់មួយហងណាហើយខ្ញុំលក់តម្លៃធូរទេវ៉ាន់ស្អាតតម្លៃធូរអ្នកគ្នាមានដូចជាដបទឹកមានកវោកអីវ៉ាន់ច្រើនមុខអ្នកគ្នាចាំជួយចូល follow IG ខ្ញុំម្នាក់មួយផងណាអរគុណច្រើនអ្នកគ្នាហើយមនុស្សតារានីកូលីអូបើសិនជាគាត់ខឹងអ្នកគ្នាគាត់អាចលើកលែងទោសឲ្យអ្នកគ្នាភ្លាមប៉ុន្តែតើអ្នកគ្នានឹងដឹងថាខ្លួនឯងខុសដែរសម្រាប់តារានីកូលីអូហ្នឹងគឺមានតែប៉ុណ្្នឹងអ្នកគ្នាចាំជួយចូល follow TikTok ហើយ IG ខ្ញុំផងណាបើសិនជាអ្នកគ្នាចង់ស្ដាប់តារានីកូអីអាច comment ខាងក្រោមខ្ញុំនឹងធ្វើឲ្យអ្នកគ្នាស្ដាប់ប៉ុន្តែខ្ញុំសូមធ្វើតាមលំដាប់អ្នកគ្នាដោយសារតែគាត់សុំរៀងច្រើនពេកចឹងទៅខ្ញុំធ្វើអត់តាន់ទេមួយថ្ងៃធ្វើបានតែមួយវីដេអូឬពីរវីដេអូអ្នកគ្នាបាយបាយអ្នកគ្នា